យើងក៏មិនចាំបាច់ទៀមទាជីវិតនេះឲ្យអ្វីដូចពីមុនទេអានឹងរំលឹកដាស់តឿនបងប្អូនកូនចៅទាំងអស់រៀនកន្លែងហ្នឹងកុំចាំបាច់ទៀមទាឲ្យដូចមុនជីវិតវាគ្រាន់តែមិនដូចមុនកន្លែងហ្នឹងណាហើយយើងចាំបាច់ទៀមទាឲ្យដូចមុនធ្វើអីណែត្រូវប្រព្រឹត្តទៅឲ្យស្របតាមចរន្តនៃជីវិតដំណើរជីវិតយ៉ាងម៉េចជីវិតដើរទៅមុខមិនមែនដើរថយក្រោយណាដូច្នេះដើម្បីឲ្យត្រូវនឹងដំណើរជីវិតដែលដើរទៅមុខយើងត្រូវតែប្រព្រឹត្តឲ្យស្របនឹងជីវិតដែលដើរទៅមុខគឺលះបង់អតីតកាលព្រោះជីវិតមិនមែនត្រឡប់ទៅរស់នៅក្នុងអតីតកាលវិញទេណាហើយបើយើងមិនព្រមលះបង់អតីតកាលធ្វើម៉េចនឹងត្រូវក្នុងដំណើរជីវិតត្រូវតាមតឹងព្រោះយើងវាជាប់ខ្សែចំណងជាមួយនឹងអតីតកាលចង់អីមិនចង់ឲ្យដូចមុនជីវិតដើរមកដល់បច្ចុប្បន្នហើយនៅតែចង់រស់ដូចពីអតីតកាលទៀតអានេះត្រូវមានស្មារតីឡើងជីវិតបានលះបង់អតីតកាលមកហើយយៈតេតេតាមបហេណន្តੰគឺណាយៈតេតេតាមបហេណន្តੰណាគឺថាវាលះបង់អតីតកាលនឹងទៅហើយអញ្ចឹងដើម្បីឲ្យធូរក្នុងដំណើរជីវិតគឺត្រូវតែលះបង់អារម្មណ៍ដែលជាអតីតកាលនឹងឯងចឹងតែព្រះអង្គទ្រង់រំលឹកដាស់តឿនក្នុងផតេករតសូត្រណាអតីតੰនេនវេកមេយៈគឺមិនក៏បីអាល័យអតីតនឹងឯងអានេះឲ្យញាតិញោមយល់ឲ្យច្បាស់ថាការប្រតិបត្តិនេះឲ្យវាស្របនឹងចរន្តនៃជីវិតដំណើរប្រព្រឹត្តទៅនៃជីវិតគឺជីវិតដើរទៅមុខអញ្ចឹងយើងត្រូវតែលះបង់អតីតកាលនឹងឯងបើយើងមិនប្រព្រឹត្តឲ្យស្របនឹងជីវិតទេគឺជីវិតត្រូវតែតាមតឹងហ្នឹងវាចង្អៀតចង្អល់ផ្លូវចិត្តគឺវាទាញវាតឹងណា